ជំរាបសួរបាទសូមស្វាគមន៍មកកាន់វីដេអូរបស់ខ្ញុំបាទថ្ងៃនេះមានវីដេអូចែករំលែកមួយតកតងជាមួយនឹងសម្រាប់អំពូបងទាំងអស់គ្នាតែងតែមានការចិញ្ចឹមសត្វទៅមានបញ្ហាបាទអញ្ចឹងគឺសេវាប្រឹក្សាយោបល់ពីចម្ងាយការដោះស្រាយបញ្ហាអំពីសត្វរបស់បងប្អូនទាំងអស់គ្នាឈឺតើយើងត្រូវដោះស្រាយដោយរបៀបណាអញ្ចឹងសម្រាប់អំពូបងដែលចិញ្ចឹមគោជ្រូកមាន់ទាឆ្កែឆ្មាក្របីហើយជួបប្រទះនៅបញ្ហាហើយពិបាកក្នុងការប្រឹក្សាយោបល់បងអូនទាំងអស់គ្នាអាចតំណាក់តំណងសួរដោយថតរូបនៅសត្វដែលកំពុងតែមានបញ្ហាជំងឺអត់សូវស៊ីចំណីឬក៏រាកឬក៏ក្រោកអត់រួចអីហ្នឹងយើងថតផ្ញើជាស្លឹកបានឬក៏ជាវីដេអូក៏បានដូចដែលខ្ញុំបង្ហាញនៅលើវីដេអូនេះអញ្ចឹងគឺជាសកម្មភាពវីដេអូរបស់បងម្នាក់ដែលគាត់មានបញ្ហាជ្រូកអត់សូវស៊ីឬក៏ស៊ីតែវាអត់សូវធំអញ្ចឹងគាត់ថតផ្ញើមកឲ្យខ្ញុំពិនិត្យមើលអញ្ចឹងយើងធ្វើរោគវិនិច្ឆ័យពីចម្ងាយតែម្ដងយើងត្រួតពិនិត្យមើលថាតើសត្វរបស់អំពូបងហ្នឹងកំពុងតែជួបប្រទះនៅបញ្ហាបែបណាពួកបងអំពូបងក៏មិនមែនជាជំនាញបច្ចេកទេសពេទ្យសត្វអញ្ចឹងយើងអាចពិនិត្យមើលទៅវាអត់សូវស៊ីជម្រៅអញ្ចឹងអាចបាញ់ជារូបភាពជាស្លឹកជាវីដេអូមកគឺខាងខ្ញុំងាយស្រួលហើយខ្ញុំអាចវិនិច្ឆ័យបានហើយខ្ញុំក៏ងាយស្រួលនឹងការចាត់ទៅលើរោគសញ្ញានៃជំងឺហ្នឹងត្រូវវាយថ្នាំអីដើម្បីឲ្យមានប្រសិទ្ធភាពហើយត្រូវនឹងជំងឺហ្នឹងតែម្ដងឲ្យមានប្រសិទ្ធភាពបាទដូចជាវីដេអូនេះអញ្ចឹងខ្ញុំឲ្យគាត់ថតពីទាំងភ្នែកទាំងជើងទាំងការឲ្យស៊ីតែជ្រូកមេជ្រូកហ្នឹងវាស៊ីកម្រិតណាឬក៏មិនសូវស៊ីគឺគាត់ផ្ញើមកហើយការផ្ញើហ្នឹងតាមរយៈណាគឺតាមរយៈ Facebook ក៏បានតាមរយៈ Telegram ដូចខ្ញុំដាក់នៅលើវីដេអូហ្នឹងហើយ Facebook ឬក៏ YouTube ដែលអំពូបងកំពុងតែទស្សនាហ្នឹងគឺអាច comment ឬបាយរូបភាពមកខ្ញុំនឹងផ្ដល់យោបល់ថាតើរោគសញ្ញាដែលបានបញ្ជូនមកហ្នឹងវាត្រូវនឹងជាប្រភេទជំងឺអីហើយត្រូវដោះស្រាយនិងព្យាបាលនៅជំងឺហ្នឹងដោយរបៀបណាបាទអញ្ចឹងនេះជាវិធីសាស្ត្រមួយងាយស្រួលសម្រាប់អំពូបងជាកសិករទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជានៅតាមបណ្ដាខេត្តក្រុងស្រុកខណ្ឌណាក៏ដោយនៅឆ្ងាយដល់ណាក៏ដោយឲ្យតែបានទស្សនានៅវីដេអូនេះឲ្យតែមានទំនាក់ទំនងគ្នាតាមរយៈ Telegram ក៏ដូចជា Facebook ពេលនោះយើងអាចដោះស្រាយបញ្ហានឹងបានយើងអាចខាងខ្ញុំអាចជួយផ្ដល់ជាប្រឹក្សាយោបល់អំពីការព្យាបាលនៅលើជំងឺសត្វដែលកំពុងតែកើតឡើងបាទអញ្ចឹងវាមិនមែនជាបញ្ហាប្រទៀតទេសម្រាប់អំពូបងដែលកំពុងតែចំសត្វហើយជួបប្រទះនៅបញ្ហាមិនដឹងដោះស្រាយព្យាបាលដោយរបៀបណាវិធីសាស្ត្រក្នុងការបំពន់ការថែទាំឲ្យកាន់តែរីកចម្រើនដោយរបៀបណាបាទអញ្ចឹងខ្ញុំអាចមានជាបទពិសោធន៍ខ្លះៗកន្លងមកនេះដើម្បីជាប្រឹក្សាយោបល់ជូនអំពូបងទាំងអស់គ្នាអំពីវិធីសាស្ត្រនៃការចិញ្ចឹមសត្វអញ្ចឹងយើងចូលរួមសហការគ្នាជាមួយខ្ញុំទាំងអស់គ្នាដើម្បីយើងរីកចម្រើននៅក្នុងវិស័យកសិកម្មរួមជាមួយគ្នាទាំងអស់បាទអញ្ចឹងគឺមិនមែនអំពូបងថាពិបាកអីទេឥឡូវសម័យ digital marketing ហើយអញ្ចឹងគឺយើងងាយស្រួលក្នុងការទំនាក់ទំនងគ្នាតែម្ដងអញ្ចឹងសម្រាប់វីដេអូរបស់ខ្ញុំបាទមានតែប៉ុណ្្នឹងទេសម្រាប់ចែករំលែកសម្រាប់អំពូបងដែលកំពុងតែចិញ្ចឹមសត្វហើយជួបប្រទះនៅបញ្ហាអាចទំនាក់ទំនងមកសាកសួរព័ត៌មានបានឬក៏អំពូបងទាំងអស់គ្នាចង់រៀនសូត្រក៏បានដែរអរគុណសូមគោរពលា